ok អ្នកនរគ្នាថ្ងៃនេះបងមកកាន់ channel របស់ខ្ញុំសាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំមកធ្វើវីដេអូនិយាយអំពីមូលហេតុឯបាទខ្ញុំធ្វើចាប់ផ្ដើមក្នុងការធ្វើ content ក្នុង YouTube អញ្ចឹងណាហើយវាគឺជាវីដេអូសម្រាប់ក្នុងការបង្ហាញទៅអ្នកនរគ្នាហើយខ្ញុំនឹងបង្ហាញអ្នកនរគ្នាថាខ្ញុំនឹងគឺជាអ្នកណាហើយខ្ញុំថ្ងៃនេះធ្វើអីប្រកបមុខរបរអីអញ្ចឹងណាចំណុចចិត្តខ្ញុំអីគេចំណុចចិត្តធំខ្ញុំរបស់ខ្ញុំអីគេហើយខ្ញុំអត់ធ្វើវីដេអូ Q&A អត់អីទេតែគ្រាន់តែខ្ញុំនេះគឺធ្វើវីដេអូសម្រាប់ណែនាំខ្ញុំខ្លួនខ្ញុំទៅអ្នកនរគ្នាទៅ family subscriber ទាំងអស់គ្នាដើម្បីដឹងថាខ្ញុំជាអ្នកណាហ្នឹងហើយអ្នកនរគ្នាហើយពាក្យប្រចាំតកោក្នុង channel របស់ខ្ញុំនោះគឺពាក្យថាអូខេហ្នឹងហើយអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងរៀបរាប់អំពីចំណុចចិត្តក៏ដូចជាស្ថានភាពគ្រួសាររបស់ខ្ញុំរស់នៅណានិងមូលហេតុដែលខ្ញុំចាប់ផ្ដើមធ្វើ content នេះឡើងអូខេអញ្ចឹងយើងទៅសិក្សាពីជីវិតខ្ញុំទាំងអស់គ្នាខ្ញុំជាមនុស្សម្នាក់ដែលកើតឡើងតាំងពីតូចមកកើតនៅក្នុងគ្រួសារមួយដែលមានជីវភាពដែលក្រីក្រលំបាកមែនទែនអ្នកនរគ្នាសូម្បីតែផ្ទះមួយសម្រាប់នៅក្នុងការនៅឲ្យចរាឲ្យអចិន្ត្រៃយ៍បើថាទីតាំងមួយដីរបស់ខ្លួនឯងគឺអត់មានទាំងនេះនៅពេលដែលខ្ញុំបានកើតខ្ទង់ជា5ឆ្នាំទៅ6ឆ្នាំខ្ញុំបានរស់នៅជុំអ៊ំហ្នឹងហើយជុំអ៊ំជាមួយអ៊ំអញ្ចឹងណាបន្ទាប់មកក៏ខ្ញុំបានផ្លាស់ទីទៅនៅជុំខាងមីឬជាខាងមីខាងមីងអញ្ចឹងទៅបានន័យថាយើងធ្វើផ្ទះមួយសម្រាប់នៅតែឯប៉ុន្តែយើងនៅដីរបស់គេអញ្ចឹងណាហ្នឹងនេះតាំងពីក្មេងមកគឺខ្ញុំជាមនុស្សដែលខ្វះនៅចោះថាភាពនៃកក់ក្ដៅភាពក្តីស្រឡាញ់យ៉ាងនេះបន្ទាប់ពីនឹងមករយៈពេល3ទៅ4ឆ្នាំដល់គ្នាប៉ាខ្ញុំក៏បានស្លាប់ដោយការលាចាក់លោកពីផានដីមួយនេះទៅអញ្ចឹងខ្ញុំគឺនៅសល់តែម៉ាក់ម្នាក់ទេហើយម៉ាក់គាត់តែងខ្លួនជាមនុស្សប្រុសផងតែងខ្លួនជាមនុស្សស្រីផងអញ្ចឹងទៅការធ្វើការក៏ដូចជាការប្រឹងរកស៊ីគឺហើយទៅនិយាយទៅគឺលើគាត់ទាំងអស់ហ្នឹងហើយអញ្ចឹងនិយាយទៅមនុស្សខ្ញុំតាំងពីក្មេងមកគឺខ្វះនៅភាពក្តីស្រឡាញ់ភាពកក់ក្ដៅអីចឹងទៅអ្នកនាងហ្នឹងហើយអ្នកណាខ្លះដែលមើលនៅក្នុងវីដេអូរបស់ខ្ញុំហើយគាត់កំព្រាឪពុកចូលនៅ comment មួយមកដើម្បីខ្ញុំចង់ដឹងអញ្ចឹងណាអូខេអញ្ចឹងទៅបន្ទាប់ពីនឹងមកក៏ខ្ញុំផ្លាស់ទីលំនៅជាច្រើនកន្លែងបន្ទាប់មកក៏ខ្ញុំបានមកនៅកន្លែងដែលខ្ញុំកំពុងតែនៅនេះនឹងគឺជាកន្លែងដែលខ្ញុំនៅអចិន្ត្រៃយ៍បានន័យថាគឺខ្ញុំនៅរហូតហើយដីហ្នឹងក៏មិនដីខ្ញុំទៀតដែរដីហ្នឹងគឺជាដីរបស់យាយរបស់ខ្ញុំហ្នឹងហើយការប៉ាខ្ញុំនៅរស់ហ្នឹងក៏ដូចជាគាត់បានទិញដីច្រើនដែរពេលហ្នឹងចោះថាយើងមិនមែនថាក្ររហូតទេប៉ុន្តែដល់ពេលដែលគាត់រកស៊ីទៅគាត់ធូរធាអញ្ចឹងណាគាត់គាត់ស្លាប់ហ្នឹងគាត់បានទិញដីជាច្រើនកន្លែងដូចជាបើតាមខ្ញុំចាំអាចនឹង2កន្លែង2ទៅ3កន្លែងហ្នឹងហើយតាមប្រហែលជាចឹងដល់ពេលគាត់ស្លាប់ទៅម៉ាក់ខ្ញុំក៏គាត់រកស៊ីទៅក៏វាថាជួបនៅវិបត្តិសេដ្ឋកិច្ចចឹងណាធ្លាក់ដុនដាបចឹងទៅក៏លក់ដីលក់អីចោលអស់ចឹងទៅបន្ទាប់មកក៏និយាយរបស់ខ្ញុំក៏បានផ្ដល់ដីមួយនេះឲ្យសម្រាប់នៅចឹងណាហើយក៏គាត់ប្រទេសសិទ្ធិអីចឹងនៅដែរអញ្ចឹងទៅខ្ញុំក៏បានរស់នៅកន្លែងហ្នឹងរហូតដល់បច្ចុប្បន្នចឹងទៅរហូតដល់ខ្ញុំធំចឹងទៅកាលពីមុនខ្ញុំនៅរៀនហ្នឹងគឺលំបាកមែនទែនអានេះរស់នៅយ៉ាងវេទនាទៅរៀនឡើងចោះថាឥឡូវនេះខ្ញុំរៀនចប់ទី12បាជា2ឆ្នាំហ្នឹងហើយ2ឆ្នាំជាងហ្នឹងហើយពេលហ្នឹងគឺពិបាកមែនទែនអានេះហើយខ្ញុំអរគុណទៅដល់ម៉ាក់ខ្ញុំមែនទែនដែលគាត់ព្យាយាមនៅក្នុងការខ្ញុំរៀនតទៅចប់ហ្នឹងនេះហើយតែឃើញបានសរសើរខាងក្រោយខ្ញុំហើយហ្នឹងគឺសិតតែសមិទ្ធផលខ្ញុំក្នុងការប្រឹងរៀនណាតាមទៅគោលបំណងរបស់ខ្ញុំក៏ចង់បាននិទេស A ដែរប៉ុន្តែដោយសារពេលហ្នឹងខ្ញុំប្រឹងរៀនចរារៀនហើយក៏វាអត់ទទួលបានលទ្ធផលគឺខ្ញុំទទួលបានត្រឹមតែនិទេស C ដែរហ្នឹងហើយការទី12គោលបំណងរបស់ខ្ញុំបានចង់បាននិទេស A ប៉ុន្តែបាននិទេស C អញ្ចឹងគេខ្ញុំទទួលយកនៅអ្វីដែលខ្ញុំប្រឹងរយៈពេល1ឆ្នាំនេះទោះបីជាយើងមិនបានក្នុងការបាននិទេស A ក៏យើងបានបបពិសោធន៍នឹងរៀនទី12ហ្នឹងដែរអ្នកគ្នាហ្នឹងហើយខ្ញុំលើកទៅចិត្តអ្នកគ្នានៅពេលដែលចង់បានអីមួយអ្នកគ្នាខំប្រឹងធ្វើអញ្ចឹងទៅវាទទួលបានលទ្ធផលមិនសមបំណងក៏អ្នកគ្នាត្រូវតែរៀនទទួលវារៀន accept វាហ្នឹងហើយបើយើងអត់ទទួលវាទេយើងនៅតែមានភាពជឿចាប់ហ្នឹងហើយហ្នឹងអញ្ចឹងបន្ទាប់ពីខ្ញុំរៀនចប់ទៅក៏ខ្ញុំទទួលបានការងារធ្វើមួយមកកន្លែងដែលខ្ញុំគឺជា accounting ទៅការផ្នែកខាង accounting ប៉ុន្តែខាង store អ្នកគ្នាខាងឃ្លាំងហ្នឹងហើយទំនេរពីការងារមួយហ្នឹងគឺខ្ញុំឆ្លៀតពេលនៅក្នុងការធ្វើវីដេអូចែកជូនឲ្យអ្នកគ្នាមើលកំ pl អញ្ចឹងទៅតាមពិតទៅគឺខ្ញុំមានការងារមានចោះថាមានប្រាក់ចំណូលមានរបស់ខ្លួនឯងហើយប៉ុន្តែដោយសារតែការស្រឡាញ់ការចង់ធ្វើ content creator ជា YouTuber អញ្ចឹងណាខ្ញុំក៏រកយកពេលឆ្លៀតពេលទំនេរយប់ឡើងឧទាហរណ៍ខ្ញុំ record លើអញ្ចឹងខ្ញុំទុកមកវីដេអូហ្នឹងអញ្ចឹងស្អែកឡើងងាយបើខ្ញុំកាត់អញ្ចឹងអានេះគឺខ្ញុំលេចពេលក្នុងការធ្វើគឺខ្ញុំអត់មានពេលវេលាធ្វើដូច YouTuber ពួកគាត់ធ្វើតែពេលដែលយើងឆ្លៀតទំនេរអញ្ចឹងអានេះហ្នឹងហើយអញ្ចឹងវីដេអូខ្ញុំវាចោះថាមួយសប្តាហ៍ខ្ញុំអាចផុសតែ2ឬក៏តែ3វីដេអូតាមពេលទំនេរអញ្ចឹងទៅហ្នឹងហើយហើយមិនមែនថាខ្ញុំយូរចេញវីដេអូដោយសារតែខ្ញុំខ្ជិលធ្វើតែនេះដោយសារតែខ្ញុំអត់សូវមានពេលធ្វើអញ្ចឹងសង្ឃឹមថាអ្នកនាងយល់ចំណុចនេះហើយឥឡូវយើងចូលចំណុចតាមមូលហេតុដែលខ្ញុំចាប់ផ្ដើមធ្វើ YouTube អញ្ចឹងណាអូខេអញ្ចឹងមូលហេតុដែលខ្ញុំចាប់ផ្ដើមធ្វើ YouTube នេះគឺដោយសារតែខ្ញុំចង់បានឲ្យអ្នកនាងស្គាល់ចង់ឲ្យដឹងខ្ញុំជាអ្នកណាចង់បានថាយើងចង់បានមិត្តភ័ក្តិពីបណ្ដាញសង្គមផ្សេងឥឡូវឧទាហរណ៍ខ្ញុំមាន600 subscriber អញ្ចឹងអ្នកនាងត្រូវគិតថាមួយ subscriber ម្នាក់អញ្ចឹង600នាក់គឺខ្ញុំមាន friend រហូតដល់600នាក់ជាង
ណានេះអញ្ចឹងឥឡូវនេះខ្ញុំនិយាយតែឯងខ្ញុំពងអង្គុយនិយាយតែឯងប៉ុន្តែចិត្តស្ដែងនៅពេលដែលខ្ញុំផុសទៅគឺខ្ញុំផុសទៅឲ្យអ្នកមើលជាច្រើនអ្នកនឹងក៏បានស្ដាប់ខ្ញុំមិនមែនខ្ញុំនិយាយតែឯងទេប៉ុន្តែខ្ញុំនិយាយទៅដល់គ្នាអញ្ចឹងហ្នឹងហើយនេះគឺជាមូលហេតុដែលខ្ញុំចូលចិត្តធ្វើវីដេអូអញ្ចឹងទៅតាមពិតទៅក្នុងការធ្វើវីដេអូហ្នឹងគឺខ្ញុំធ្លាប់ធ្វើម្ដងហើយក្នុង channel មួយនេះអញ្ចឹង channel មួយហ្នឹងគឺខ្ញុំផុសដូចជា4វីដេអូហ្នឹងហើយនេះប៉ុន្តែខ្ញុំបោះបង់វាដោយសារតែពេលហ្នឹងខ្ញុំប្រើ laptop crack Windows ហ្នឹងអញ្ចឹងក៏ខ្ញុំគិតថាបោះបង់វាទៅchannel មួយហ្នឹងគឺចាប់ទុកថាវាជាបទពិសោធន៍អញ្ចឹងហ្នឹងហើយអញ្ចឹងការធ្វើវីដេអូមួយហ្នឹងក៏ខ្ញុំបោះបង់មួយហ្នឹងទៅហើយរយៈពេលខ្ទង់1ឆ្នាំបាទខ្ញុំចាប់ផ្ដើមធ្វើវីដេអូម្ដងទៀតមកដល់ឥឡូវហ្នឹងហើយហ្នឹងហើយតម្រុំតែខ្ញុំបានបន្ទប់មួយនេះក៏ដូចជាទីកន្លែងសម្រាប់ថតនេះគឺខ្ញុំត្រូវការព្យាយាមក្នុងការធ្វើការខ្លាំងមែនទែននេះមួយថ្ងៃធ្វើការ10ម៉ោងជាងហ្នឹងហើយខ្ញុំធ្វើតាំងពីថ្ងៃតាំងពីព្រឹករហូតដល់ពេលយប់ខ្ញុំធ្វើបន្តទៀតហ្នឹងនេះប៉ុន្តែសួរថាការងារខ្ញុំគេ OT មែនទេណានេះការងារខ្ញុំមិន OT ប៉ុន្តែយើងមកដល់ផ្ទះគឺយើងប្រឹងធ្វើការបន្ថែមដើម្បីរកប្រាក់ចំណូលក្នុងការសាងសង់កន្លែងធ្វើវីដេអូអញ្ចឹងទៅដើម្បីឲ្យអ្នកនេះសួរខ្ញុំអញ្ចឹងណាហ្នឹងហើយនេះហើយយ៉ាងសកម្មតានេះជួយគ្រប់គ្រងវីដេអូខ្ញុំមិនថាវីដេអូ link មិនថាវីដេអូអីទេនិយាយទៅក្នុង channel នេះគឺខ្ញុំអាចនឹងមានផុស vlog ផុសអីផ្សេងអញ្ចឹងទៅអូខេហ្នឹងហើយមិនថាវីដេអូ game មិនថាវីដេអូនៅក្នុងតបតបទេ gamer version ផុសនៅក្នុងវីដេអូក្នុងបន្ទប់នេះហ្នឹងហើយអញ្ចឹងទៅមុខទៀតក៏ខ្ញុំមានចូលថាទៅមុខទៀតក៏ខ្ញុំអាចនឹង live ដែរនេះហើយតែដោយសារតែមើលទៅ view របស់យើងគឺវាចូលថាពេលខ្លះវាធ្លាក់ពេលខ្លះក៏វាច្រើនទៅតាម content របស់យើងធ្វើអញ្ចឹងក៏ខ្ញុំអត់ទាន់មានភាពជឿជាក់នៅក្នុងការ live អញ្ចឹងណាខ្លាច live ទៅអត់ស្មានអ្នកមើលអូខេអញ្ចឹងទោះបីជាខ្ញុំមានការងារក៏ដោយប៉ុន្តែក្តីសម័យរបស់ខ្ញុំក៏ត្រូវតែឆ្លៀតដែរនេះទោះបីជាវាមិនសូវជាជោគជ័យមិនសូវជាដើរប្រហែលបច្ចុប្បន្ននេះប៉ុន្តែនៅកម្មតែថ្ងៃមុខអ្នកនេះនឹងចូលចិត្តនឹងវីដេអូរបស់ខ្ញុំក៏ដូចជារីករាយនៅក្នុងការទស្សនាវីដេអូរបស់ខ្ញុំយ៉ាងទៅហើយអ្នកនេះមួយទៀតបញ្ហារបស់ខ្ញុំសពថ្ងៃក្នុងការធ្វើវីដេអូគឺនិយាយតាក់ព្រោះវិញចឹងគឺវានិយាយតាក់ចឹងនេះនឹងវេទនាមែនតើហើយវីដេអូខ្លះខ្ញុំកាត់សឹងតែដល់ខ្ញុំ record កន្លះម៉ោងចឹងកាត់នៅសល់10នាទីជាងស្អែកគឺនិយាយតាក់ណានេះចាក់សាហាវមែនចូលថាពេលខ្លះនិយាយស្ដាប់2 3ដងជួនកាលនិយាយ2 3 clear មិនចេញមកប្រយោគយើងនិយាយមួយខ្ញុំកាត់យកចំណុចដែលយើងនិយាយអត់តាក់ហ្នឹងហើយវានិយាយទៅចំណុចដែលរបស់ខ្ញុំអវិជ្ជមានក្នុងការធ្វើវីដេអូគឺចំណុចហ្នឹងគឺនិយាយតាក់ណាស់នេះអញ្ចឹងខ្ញុំធ្វើវីដេអូនេះឡើងគឺអត់មានគោលបំណងអីច្រើនទេក្រៅពីណែនាំខ្លួនខ្ញុំហើយអ្នកនេះស្គាល់ខ្ញុំជាអ្នកណាហើយខ្ញុំសារភាពខ្ញុំកាលពីមុនវាយ៉ាងម៉េចអញ្ចឹងទៅហ្នឹងហើយអត់មានអីច្រើនទេហើយខ្ញុំមកនេះគឺមកនិយាយដើម្បីឲ្យអ្នកនេះស្គាល់ការស្គាល់ខ្ញុំអញ្ចឹងទៅហើយរងថ្ងៃនេះគឺខ្ញុំរស់នៅស្រុកលំវែងខេត្តដល់មានជ័យហ្នឹងហើយហើយ YouTuber ស្រុកលំវែងក៏សើមានទេប្រហែលជាខ្ញុំមិនស្គាល់ឬយ៉ាងម៉េចប៉ុន្តែបើតាមខ្ញុំគិតប្រហែលជាមានតែខ្ញុំដែលផ្ដើមធ្វើអញ្ចឹងណាពីច្រើនពួកគាត់ធ្វើហើយទៅជោគជ័យពួកគាត់បោះបង់អញ្ចឹងទៅប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំអត់បោះបង់ទាំងនេះខ្ញុំនឹងនៅទីនេះរហូតសម្រាប់អ្នកនេះ family subscriber ខ្ញុំអ្នកនេះ subscribe ឬក៏អត់ខកចិត្តទាំងនេះហើយទៅបើជាមានព័ត៌មានផ្សេងក៏ដូចជាការលេង game អញ្ចឹងគឺខ្ញុំត្រូវតែចែកម្លែកទៅហ្នឹងហើយប៉ុន្តែខ្ញុំអត់ធ្វើអីបែប trend ហ្នឹងគ្នាបែបតនសម័យឧទាហរណ៍គេល្បីអីមួយអញ្ចឹងខ្ញុំអត់ចង់ថាខ្ញុំអត់ចង់ធ្វើបែបហ្នឹងហ៎គាត់ថាដើរយើងចង់ថាយើងដើរអត់តន trend គេអញ្ចឹងហ្នឹងហើយនៅtrongវីដេអូនេះគឺខ្ញុំណែនាំអ្នកគ្នាបើសិនជាអ្នកគ្នាមានក្តីសម័យក្នុងការធ្វើអីមួយហើយប៉ុន្តែអ្នកគ្នាអត់តនបានធ្វើវាអ្នកគ្នាត្រូវតែព្យាយាមនៅក្នុងការលៃពេលឲ្យធ្វើវាបានដូចខ្ញុំបច្ចុប្បន្ននេះអញ្ចឹងខ្ញុំមានការងារមួយការងារហ្នឹងវាមិនជាគាត់ថាវាមិនជាក្តីសម័យរបស់យើងទេប៉ុន្តែវាជាអាជីពរបស់យើងហ្នឹងហើយក្តីសម័យរបស់ខ្ញុំនេះកំពុងតែធ្វើហ្នឹងកំពុងតែធ្វើវីដេអូអ្នកគ្នាមើលហ្នឹងដូចជាក្តីសម័យអញ្ចឹងដល់ពេលដែលខ្ញុំមានអាហ្នឹងមួយហើយខ្ញុំរកពេលនៅក្នុងការចាប់ក្តីសម័យរបស់ខ្ញុំជាអ្នកធ្វើ content creator YouTuber អញ្ចឹងទៅខ្ញុំនឹងព្យាយាមនៅក្នុងការនិយាយព្យាយាមនៅក្នុងការ record ព្យាយាមនៅការថតដើម្បីឲ្យការស្វាមនៅក្នុងការធ្វើវីដេអូអញ្ចឹងណាបើនិយាយទៅក្នុង YouTube នេះដូចជាខ្ញុំផុស30វីដេអូជាងហើយតាមខ្ញុំរាប់ហ្នឹងហើយដោយសារនៅក្នុង channel ខ្ញុំវា40វីដេអូជាងដោយសារតែមានក្នុងតែមាន short ដែរនឹងគ្នាហ្នឹងហើយអញ្ចឹងហ្នឹងហើយអូខេអញ្ចឹងខ្ញុំ recommend អ្នកគ្នាព្យាយាមនៅក្នុងការចាប់ផ្ដើមក្តីសម័យខ្លួនឯងមិនថាធ្វើជា content creator មិនថាធ្វើជាមុខជំនួញឬក៏បែបផ្សេងយ៉ាងនេះអ្នកត្រូវតែចាប់ផ្ដើមធ្វើវាពីឥឡូវនេះទៅអូខេហើយនេះកុំភ្លេចចុច like និង subscribe និង comment ម្នាក់មួយផងថាជីវិតអ្នកនេះជូរចត់ដូចខ្ញុំអត់ហើយជីវិតចង់ថាមនុស្សខ្ញុំមិនសូវជាប្រកាតែងសេចក្តីអញ្ចឹងការនិយាយក៏មិនសូវប្រកែដែរពេលខ្លះខ្ញុំប្រឡងខ្មែរសឹងតែធ្លាក់អ្នកនេះនឹងការតែងសេចក្តីអញ្ចឹងការនិយាយហើយនឹងការរៀបអត្ថបទនៅក្នុងគូក្បាលរបស់ខ្ញុំវាអត់ទៅដើរដូចអ្នកប្រកែតែងសេចក្តីសូមសកម្មទាំងនេះយល់ចំណុចនេះអូខេវីដេអូនេះមានតែប៉ុណ្្នឹងទេហើយជួបគ្នានៅវីដេអូពេលក្រោយបាយបាយ